ជំរាបសួរទៅកាន់បងប្អូនយើងថ្ងៃនេះខ្ញុំគិតថាមិនចង់ចេញវីដេអូទេក៏ប៉ុន្តែបើសិនជាមិនចេញវីដេអូបងប្អូនយើងច្បាស់ជាមិនដឹងទេតាក់ទងជាមួយនឹងប្រទេសថៃកំពុងតែបង្ហោះជាមួយនឹងរូបភាពតាក់ទងជាមួយនឹងឆ្នាំ2025ប្រទេសណាដែលមានបាទភាពពុករលួយជាងគេបំផុតនៅអាស៊ានបាទគេផុសណាបាទអញ្ចឹងមានកម្ពុជាយើងនឹងគឺមានភាពពុករលួយច្រើនជាងថៃគេមានភាពពុករលួយគេជាប់អណ្ដាប់លេខ116ឯចំណែកកម្ពុជាយើង163ពុករលួយខ្លាំងជាងថៃអញ្ចឹងប្រទេសដែលចូលរួមវិនិច្ឆ័យវិតម្លៃនៅលើពិភពលោកនោះគឺមាន182ប្រទេសហើយខ្ញុំឃើញថៃផុសសានគឺច្រើនណាបងប្អូនច្រើនមែនតើគឺតាក់ទងជាមួយនឹងកម្ពុជាយើងលក្ខណៈឌឺដងហ្មងបងប្អូនយើងណាគេឃើញកម្ពុជាយើងមានភាពពុករលួយជាងគេជួររដ្ឋាភិបាលយើងគឺពុករលួយច្រើនជាងថៃអញ្ចឹងគេឌឺដងច្រើនខ្ញុំសូមលើកជាមួយនឹងសាររបស់ Khao-shot ដែលគាត់បានផុសនេះ Khao-shot អង់គ្លេសនេះគឺគាត់បានផុសតាក់ទងជាមួយនឹងការវិតម្លៃឆ្នាំ2025យើងនេះប្រទេសណាមានភាពពុករលួយជាងគេបំផុតនៅអាស៊ានអញ្ចឹងយើងដឹងហើយអាស៊ានគឺមាន11ប្រទេសដែលចូលរួមឥឡូវខ្ញុំសូមនិយាយតាក់ទងជាមួយនឹងលក្ខន្តិកៈនៃការវិតម្លៃទៅលើភាពពុករលួយលេខរៀងគឺចាប់ពីលេខចំណាត់ថ្នាក់លេខ1រហូតដល់ចំណាត់ថ្នាក់លេខ100បានន័យថាពួកគាត់គឺអត់មានភាពពុករលួយទេបងប្អូនយើងប្រទេសគាត់នឹងគឺល្អស្អាតស្អំគឺអត់មានឈ្មោះពុករលួយទេចំណែកបាទប្រទេសដែលមានលេខរៀងចាប់ពី101រហូតដល់182បានថាប្រទេសនោះគឺពុករលួយខ្លាំងលេខរៀងកាន់តែខ្ពស់ភាពពុករលួយក្នុងប្រទេសនោះគឺកាន់តែខ្ពស់ផងដែរឥឡូវខ្ញុំសូមលើកយកប្រទេសជុំវិញប្រទេសយើងអ្នកដែលជាប់លំដាប់ពីអាស៊ាននេះប្រទេសអាស៊ានដែលជាប់ភាពពុករលួយខ្លាំងជាងគេប្រទេសឡាវគឺ109បងប្អូនយើង109មកថាពុករលួយកម្រិតទាបឥណ្ឌូនេស៊ីបាទក៏109ដែរអញ្ចឹងការពុករលួយរបស់គាត់គឺកម្រិតទាបដែរចំណែកក្នុងប្រទេសថៃគឺ116ភាពពុករលួយរបស់គាត់ក៏មានដែរបានថាមន្ត្រីរាជការនៅក្នុងជួររដ្ឋាភិបាលគាត់ក៏មានភាពពុករលួយដែរគ្រាន់តែថាភាពពុករលួយរបស់គាត់នឹងគឺមានកម្រិតទាបដូចគ្នានៅពេលគេបានកម្រិតទាបគេឌឺដងយើងណាបន្ទាប់មកប្រទេសនៅក្នុងអាស៊ានគឺប្រទេសហ្វីលីពីនក៏ជាប់លំដាប់លេខ120គឺជាប់លំដាប់ពុករលួយចំណែកកម្ពុជារបស់យើងគឺជាប់លេខរៀងខ្ពស់មែនទែនបងប្អូនយើងណាពុករលួយខ្លាំងមែនទែនរហូតដល់100បាទ63បាទ163ហើយចំណែកម៉ាឡេស៊ីគឺ169ប្រហែលគ្នាទេកម្ពុជានិងម៉ាឡេស៊ីពុករលួយប្រហែលគ្នាបងប្អូនខ្ញុំគ្រាន់តែឃើញលេខរៀងមួយនេះបងប្អូនយើងណាលេខរៀងពុករលួយខ្មែរយើងលេខរៀងរហូតដល់163ចឹងគឺពុករលួយខ្លាំងហើយប្រទេសមានតែ182ដែលវាយតម្លៃទេអញ្ចឹងគឺយើងមានភាពពុករលួយខ្លាំងមែនតើមុនបងខ្ញុំមិនចង់ចេញសារនេះទេដោយសារតែមាន page នៅខ្មែររបស់យើងគឺអត់ទាន់មានអ្នកផុសទេខ្ញុំឃើញ Khao-shot អង់គ្លេសនេះផុសនេះគឺជាអត្រាដែលវិតម្លៃរបស់អាស៊ានរបស់យើងអញ្ចឹងប្រទេសក្នុងអាស៊ានកម្ពុជាយើងគឺពុករលួយខ្លាំងខ្ញុំឃើញហើយខ្ញុំគិតថាក្មេងចំនួនក្រោយណាក្មេងចំនួនក្រោយយើងផ្ដោតទៅលើក្មេងចំនួនក្រោយនៅពេលដែលយើងឡើងទៅធ្វើជាអ្នកដឹកនាំសូមគិតថាភាពពុករលួយនេះគឺមិនល្អទេសូមបញ្ចប់ជាមួយនឹងភាពពុករលួយហើយជួររដ្ឋាភិបាលថ្នាក់ដឹកនាំរបស់យើងក៏គាត់ប្រកាសដែរបាទសូមរួមគ្នាលុបបំបាត់ភាពពុករលួយមានសារជាច្រើនដែលថ្នាក់ដឹកនាំយើងតែងតែបង្ហោះចែកជាសារចែកជូនទៅកាន់មន្ត្រីគ្រប់ផ្នែកកុំឲ្យពុករលួយនិងមានតាមស្ថាប័នមួយចំនួនដែលខ្ញុំធ្លាប់រៀនកន្លងមកណាស្ថាប័នសិក្សានៅសាលារបស់ខ្ញុំក៏មានលោកគ្រូអ្នកគ្រូនិងថ្នាក់ដឹកនាំក៏គាត់ជួយសហការគ្នាដើម្បីចែករំលែកតាក់ទងជាមួយនឹងភាពពុករលួយហ្នឹងគាត់ចង់កាត់បន្ថយភាពពុករលួយ
តែមកដល់ពេលនេះគឺច្រើនឆ្នាំបងប្អូនយើង10ឆ្នាំជាងហើយនៅតែយើងភាពពុករលួយនៅប្រទេសយើងគឺនៅតែច្រើនបាទពិបាកបន្តិចហើយបងប្អូនយើងណាបាទអញ្ចឹងមានយើងចូលរួមទាំងអស់គ្នានៅពេលដែលបងប្អូនយើងចូលធ្វើជាមន្ត្រីរាជការសូមកុំពុករលួយអីបាទខ្មាស់គេបងប្អូនខ្មាស់គេនៅពេលដែលគេចេញអត្រាដែលយើងពុករលួយខ្ពស់ហើយយើងពុករលួយបែបនេះណាបាទគេឌឺដងយើងដូចថៃថ្ងៃនេះគេឌឺដងយើងខ្លាំងណាគេឌឺដងយើងខ្លាំងណាគេថាយើងពុករលួយខ្លាំងជាងគេឆ្ងាយអញ្ចឹងហើយគេឌឺដងយើងខ្លាំងវាគ្មានស្អីទេបងប្អូនយើងនៅពេលដែលយើងដើរទៅក្រៅប្រទេសទៅស្រុកក្រៅអញ្ចឹងទៅគេមើលងាយយើងថាយើងជាប្រទេសមួយដែលពុករលួយអញ្ចឹងប្រជាជននៅហ្នឹងក៏វាមិនល្អប្រហែលដែរគេមើលងាយយើងបែបហ្នឹងណាខ្ញុំទៅសើទៅកាន់ប្រទេសវៀតណាមបងប្អូនយើងគាត់មានអត្រាតែ81%ទេបានន័យថាគឺប្រទេសគាត់គឺពុករលួយគឺសឹងតែគ្មានគឺល្អបងប្អូនយើងគឺល្អច្រើនខ្លាំងមែនតើខ្ញុំឃើញហើយមានអារម្មណ៍ថាសោកស្ដាយដែរនៅពេលដែលឃើញអត្រាប្រទេសខ្លួនឯងមានភាពពុករលួយច្រើនអញ្ចឹងសរុបមកវិញបងប្អូនយើងបញ្ជាក់បន្តិចលេខរៀងចាប់ពីលេខរៀងទី1រហូតដល់លេខរៀងទី182ប្រទេសនេះលេខរៀងដែលតិចបំផុតបានន័យថាពួកគាត់គឺអត់មានភាពពុករលួយក្នុងប្រទេសទេចាប់ពីលេខរៀងទី100ចុះមកក្រោមដល់លេខរៀងទី1ទី0ហ្នឹងបែរថាប្រទេសគាត់គឺល្អដោយប្រទេសវៀតណាមគឺល្អគាត់81គាត់ល្អអញ្ចឹងបងប្អូនយើងណាតែចំណែកឡាវឥណ្ឌូនេស៊ីថៃសិតតែជាប្រទេសដែលជាប់លំដាប់ពុករលួយឯងគាត់ថាពុករលួយគេកម្រិតទាបគាត់ថាកម្ពុជារបស់យើងហើយនឹងប្រទេសភូមាគឺពុករលួយខ្លាំងជាងគេបំផុតនៅក្នុងតំបន់អាស៊ានបាទថាក្នុងតំបន់អាស៊ាននេះសមាជិកអាស៊ានទាំងអស់ហ្នឹងកម្ពុជានិងម៉ាឡេស៊ីហ្នឹងគឺលេខរៀងដាច់គេហ្មងណាគឺខ្ពស់ជាងគេបងប្អូនយើងណាគឺភាពពុករលួយខ្ពស់ជាងគេខ្ពស់ឆ្ងាយពីគេពេកអញ្ចឹងណាបងប្អូនអរគុណបាទអញ្ចឹងគឺតែប៉ុណ្្នឹងទេចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងឲ្យបានដឹងអំពីអត្រាលេខប៉ុណ្ណាដែលគេហៅថាជាប្រទេសពុករលួយច្រើនជាងគេអរគុណបងប្អូនយើងអញ្ចឹងមានវីដេអូតែប៉ុណ្្នឹងទេពីការផុសរបស់ House Short ដែលគាត់ផុសតាក់ទងជាមួយនឹងភាពពុករលួយនៅអាស៊ានហើយក៏ឃើញថៃគេផុសឌឺដងយើងខ្លាំងមែនទែនដល់ពេលផុសឌឺដងអញ្ចឹងពេកអញ្ចឹងទៅខ្ញុំក៏ចេញវីដេអូចែកជូនទៅកាន់បងប្អូនយើងឲ្យបានដឹងទៅថាលេខរៀងប៉ុណ្ណាពុករលួយលេខរៀងប៉ុណ្ណាមិនពុករលួយអញ្ចឹងណាបាទអរគុណបាទជួបខ្ញុំនៅវីដេអូក្រោយបាទ